កើតមកវាលំបាកវាគឺជារឿងធម្មតាពីមើលអ្នកនៅក្នុងនោះមានខ្ញុំដែរណានេះគឺជាព្រំលិខិតមិនអាចប្រឆាំងនឹងទេវតាបាដាយ៉ារកោក្រក់ឡើងប្រឆាំងព្រានវាសនាខ្ញុំកំព្រាមិនដឹងឪពុកមិនដែរនៅទីណាហើយវេទនាមិនអាចទៅរៀនអក្សរនៅសាលាគ្រាន់តែដឹងតែពេលនេះខ្ញុំជាក្មេងបាបសាអង្គុយសម័យពីអនាគតថ្ងៃមុខនឹងទៅជាយ៉ាងណាតើខ្ញុំអាចមានឱកាសអាចรู้ស្រួលទេគ្មានពងគ្មានម៉ែកុំព្រាឈឺផ្សាសម្លេងមកផ្ទះមិនសមរម្យព្រោះតែខ្ញុំតែកប់គេកំណត់សម្រាប់វិជាតែខ្ញុំតែបងប្អូននឹងទេចំណីអាហារទាំងយប់តែថ្ងៃខ្ញុំបរិភោគពីគេហើយជួនកាលខ្ញុំដេកអត់បាយខ្ញុំមិននឹងធ្វើមិនទេដល់កាសាឡាសង្ឃឹមថានៅថ្ងៃណាមួយអាចមានឱកាសមករៀនមកសូត្របើសិនជាគេជួយខំដេកស្រមៃទាំងយប់ទាំងថ្ងៃវាធ្វើឲ្យខ្ញុំនេះទុកព្រួយរសាដណ្ដែតតែម្នាក់ឯងឆាកជីវិតមានតែមួយឬឆាកជីវិតរបស់ខ្ញុំវាបានតែប៉ុណ្ណឹងខំលើកតែចិត្តដល់ខ្លួនឯងឲ្យចេះខំប្រឹងតែសំណាងមិនល្អព្រោះតែគ្មានទីពឹងមានតែកម្មមកសង្កត់ចិត្តតែមិនបើជាវាយ៉ាងហ្នឹងបើសិនតែម្ដាយនៅទីនេះមិនដឹងជាល្អប៉ុណ្ណាប្រហែលជាកូនណាមានចំណេះបន្ទាប់ពីចេញពីសាលាមានការងារធ្វើមាននំមកជុំទឹកកញ្ចែ$100មិនដូចជាពេលនេះទេកូនជាក្មេងបាបសាក្ដីសង្ឃឹមក្ដីរំពឹងនៅលើខ្លួនឯងវល់ដូចផ្សាយគ្មានអ្នកអើបើតែចិត្តអមមួនបើសិនជាចិត្តជន់លំបាកឧបសគ្គទួនកុំអស់សង្ឃឹមក្នុងឆាកជីវិតត្រៀមកម្លាំងឲ្យហំហួនខ្ញុំនៅទីនេះជាពីជីវិតចង់ឲ្យអ្នកបានដឹងពីឆាកជីវិតផ្សេងវេទនាជីវិតដែលគ្មានការទីពឹងជីវិតដែលត្រូវគេបោះបង់ចោលជីវិតដែលអស់សង្ឃឹមជីវិតដែលរស់នៅនឹងមិនស្លាប់ថាលំបាកយ៉ាង